Hello សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាទីតាំងនេះគឺនៅផែសមុទ្រ Resort ជាប់នឹងសមុទ្រប៉ុន្តែសមុទ្រយើងនេះទឹកអត់សូវស្អាតទេបងប្អូនណាសមុទ្រនៅកពតយើងហ្នឹងបងប្អូនណាទឹកអត់សូវស្អាតទេគឺវាមានផុកនៅខាងក្រោមមានថ្មមានផុកឆ្នេរយើងហ្នឹងណាប៉ុន្តែយើងមានកន្លែងលេងទឹកណាបងប្អូនណានេះយើងមានស្ពានយើងនេះនៅចុងស្ពានយើងនេះយើងអាចខ្ញុំមានជាដើរចុះបងប្អូនណាពីចុងស្ពានហ្នឹងទៅគឺអត់មានផុកទេគឺដីខ្សាច់ណាគឺយើងអាចតលេងទឹកនៅកន្លែងនឹងបានអាចចុះទៅរងាវរក្តាមឬមួយក៏ចាក់បកាចាក់អីយប់ឡើងបានអញ្ចឹងណាបងប្អូនប៉ុន្តែជាក់ស្ដែងនៅឆ្នេរយើងផ្ទាល់តែម្ដងនេះគឺវាអញ្ចឹងណាវាមានសបក oyster មានថ្មមានផុកអញ្ចឹងទឹកអត់ស្អាតទេទឹកវាល្អក់ប៉ុន្តែក៏យើងមានចំណុចពិសេសមួយត្រង់ថាពេលយប់ឡើងពេលទឹកឡើងណាអានេះទឹកនាចបងប្អូនណាពេលទឹកឡើងមកដល់ដុំថ្មធំនេះសលេងវាដូចនៅសមុទ្រមិនគឺនៅអញ្ចឹងហើយតកតូនទៅនឹងការស្នាក់នៅយើងមាន3ជម្រើសតែស្បូវនេះគឺតម្លៃវា50000សម្រាប់ថ្ងៃច័ន្ទសុក្រហើយនឹងកញ្ចុះនេះយើងអាចបោះតង់បានណាបោះតង់លើកញ្ចុះគឺតម្លៃ$8មកតង់$8ហើយផ្ទះស្បូវគឺ50000ហើយនឹងផ្ទះថ្មក្រេ2ម៉ាស៊ីនត្រជាក់គឺ100,000ណាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនដែលឆ្ងល់អីអាចសួរនៅក្នុង comment បានណាបាយអូនោះទេសភាពកោះត្រល់បងប្អូនណានេះទូកអ្នកនេសាទគាត់ចេញទៅនេសាទនៅសមុទ្រទូកពួកគាត់នឹងចាប់ដើមនេសាទហ្នឹងណាបងប្អូនណាឃើញតម្លាក់ឈើសងខាងគឺចាប់ដើមអូសហ្នឹងណាអូសមឹកអូបកាហ្នឹងណាតែអត់ដឹងថាគេអូសមិននេះគេកំពុងអូសហើយ